Hello បងថ្ងៃនឹងចង់ឲ្យបងអូនមកលេងកំពង់ភ្លុកម្ដងនិយាយទៅគឺខានទៅយូរហើយទៅដល់ហ្នឹងគឺមានអារម្មណ៍ថាប្លែកអារម្មណ៍មែនតើចឹងបងអូនដែលគាត់ចង់ទៅគឺគាត់អាចមើលតាមវីដេអូនេះបាននេះផ្លូវចូលបងអូនជិះទៅប្រហែលជា16គីឡូម៉ែត្រទៅត្រង់រហូតបងអូនឃើញទូកគេរៀបចំនៅគិនផ្លូវហ្នឹងឯងសម្រាប់ការជិះទូកបងអូនមានចម្រើសពីរបើខ្ញុំវិញគឺខ្ញុំទៅគ្នាតិចខ្ញុំជិះទូកទូចហើយបើបងអូនជិះទៅគ្នាច្រើនអាចជិះទូកធំបានឥឡូវខ្ញុំបានចេញដំណើរហើយគឺមានអារម្មណ៍ថាគាត់ទៅឡើងលើទូកភ្លាមបានឃើញតែបងអូននៅលើទឹកមានអារម្មណ៍ថាប្លែកមែនតើព្រោះយើងធ្លាប់តែនៅលើគោកចឹងនៅហ្នឹងគឺគេមានទាំងសាលារៀនក្មេងៗមានទាំងសាលាភូមិសាលាឃុំអីនៅនឹងមានទាំងអស់ហ្មងដូចយើងនៅលើគោកចឹងបងអូនដែលគាត់មានបញ្ហា stress ការងារអីទៅនឹងគឺមានអារម្មណ៍ថា fresh ខ្លាំងមែនតើណាដែលខ្ញុំមកដល់នេះគឺខ្ញុំមានអារម្មណ៍ថាប្លែកគឺបងអូននៅនេះគាត់រស់រាយខ្លាំងមែនតើមិនថាក្មេងៗឬចាស់អ៊ំអីគឺគាត់រស់រាយជាមួយយើងខ្លាំងហ្មងហើយចាស់ក្មេងៗនៅនឹងហ្មងគឺគាត់ក្លាហានមែនតើគាត់ចៅទុកទៅរៀនខ្លួនឯងខ្ញុំឃើញមានអារម្មណ៍ថាឡងវ៉ាវហ្មងមួយទៀតឃើញតែនៅលើទឹកចឹងមែនប៉ុន្តែអាចចាំសัตว์បានណានិយាយទៅគឺដូចយើងរស់នៅលើគោកចឹងគឺចាំបានទាំងមាន់ទាំងឆ្កែគឺគាត់អាចចាំបានឥឡូវពួកខ្ញុំជិះចិត្តដល់ហាងបាយហើយគឺពួកខ្ញុំឈប់សម្រាកញ៉ាំបាយសិនណាកន្លែងហ្នឹងគឺគេមានមកចោលបងប្អូនចង់ញ៉ាំបែបប្រភេទស្លប្រភេទបាយឆាបែបអីក៏មានដែរឥឡូវពួកខ្ញុំបានមកដល់ហើយគឺពួកខ្ញុំញ៉ាំបាយឆាហើយនិងមីកំប៉ុងនិយាយទៅកន្លែងហ្នឹងគឺម្ហូបគេឆ្ងាញ់ណាស់តានិយាយទៅអត់ចាញ់នៅក្នុងក្រុងយើងហ្មងទេបន្ទាប់ពីញ៉ាំបាយហើយគឺគេមានចម្រើសឲ្យបងអូនចង់ជិះទូកតទូចនេះជិះតាមក្រោមដើមឈើថតរូបស្អាតក៏បានដែរប៉ុន្តែពួកខ្ញុំអត់បានជិះទេពួកខ្ញុំមកមើលកពើនៅហ្នឹងនៅលើទឹកមែនប៉ុន្តែគេអាចចាំកពើបានណាប៉ុន្តែបងអូនកុំបារម្ភនៅហ្នឹងសុវត្ថិភាពល្អហើយពួកខ្ញុំដំបូងក៏ខ្លាចដែរប៉ុន្តែពេលដែលឃើញការចាំរបស់គេទៅគឺខ្ញុំលែងខ្លាចឯងបន្ទាប់ពីពួកខ្ញុំញ៉ាំបាយហើយបងម្ចាស់ទូកគាត់នាំខ្ញុំទៅមើលចុងទន្លេកន្លែងហ្នឹងគឺកន្លែងបងនេសាទគ្រាន់តែទៅដល់ចុងទន្លេភ្លាមគឺស្រឡះមុខស្រឡះមាត់ខ្លាំងមែនទែនដូចនៅសមុទ្រចឹងបងអូននិយាយទៅគឺអត់ចាញ់សមុទ្រយើងហ្មងទេពេលដែលបងអូនទៅគឺឃើញតែសភាពប្លែកនៅហ្នឹងឃើញមានត្រីផុសមកហើយបងនេសាទក៏គាត់នេសាទទៅហើយបងអ៊ីគាត់អ្នកលក់ក៏គាត់លក់ទៅព្រោះនៅហ្នឹងគឺចាប់អារម្មណ៍ត្រង់ថាមានឌីអ៊ីគាត់លក់ភេសជ្ជៈនៅលើទឹកដែរមានដូងមានអីចឹងគឺបងអូនអាចទៅជួយទិញគាត់ផងព្រោះតម្លៃក៏សមរម្យដែរព្រោះគាត់លក់នៅលើទឹកខុសគ្នាតិចតួចអាចជួយទិញគាត់បានណាបើសិនបងអូនចង់មកលេងគឺបងអូនមកលេងខែនេះឬក៏ខែ12ខែ1ខែ2គឺនៅទឹកស្អាតមែនតើហើយចាប់អារម្មណ៍ត្រង់ថាទឹកនៅហ្នឹងគឺថ្លាហ្មងបន្ទាប់ពីខ្ញុំមើលចុងទន្លេរួចហើយគឺខ្ញុំត្រឡប់ទៅវិញហើយបងអូនដែលគាត់ចង់មកលេងគឺកុំភ្លេចមកលេងនៅហ្នឹងគឺ fresh ខ្លាំងហ្មងកន្លែងនេះបងអូនដែលគាត់ចូលចិត្តប្រភេទជីទូកជីអីលេងទឹកលេងអីនៅហ្នឹងគឺត្រូវខ្លាំងភ្លេចប្រាប់បងអូនមួយទេបើសិនបងអូនចង់ទិញត្រីនៅហ្នឹងក៏គេមានលក់ដែរត្រីគេរោមកថ្មីគឺសបូរខ្លាំងមែនតើខ្ញុំទៅគូប្រទេសឃើញកូនត្រីនេះឃើញល្អខ្ញុំក៏ទិញផ្ញើនៅផ្ទះចឹងវីដេអូមានតែប៉ុណ្្នឹងឯងបងអូនបាយ